to do on your own. Nokia គឺត្រឡប់មកវិញហើយអ្នកនរគ្នានិយាយទៅ Nvidia ប្រកាសថានឹងវិនិយោគ$1000 លានចូល Nokia ជាផ្នែកមួយនៃភាពជាដៃគូយុទ្ធសាស្ត្រថ្មីមួយហើយនឹងមានន័យថា Nokia នឹងចេញទូរស័ព្ទថ្មីឬក៏យ៉ាងម៉េចនិយាយទៅបើចេញមេខ្ញុំនឹងលក់ iPhone 13 Pro Max របស់ខ្ញុំទៅទិញ Nokia មិនខានទេព្រោះអនុស្សាវរីយ៍គឺច្រើនមែនទែនជាមួយ Nokia ហើយការវិនិយោគ$1000 លានរបស់ Nvidia ចូល Nokia នឹងគឺ Nokia បានព្រមលក់ហ៊ុនឲ្យ Nvidia ក្នុងមួយហ៊ុននឹង$6.01ហើយការលក់ទ្រង់ទ្រាយនេះធ្វើឲ្យ Nvidia ក្លាយជាម្ចាស់ក្រុមហ៊ុន Nokia នឹងរហូតដល់ 2.90% ហើយតម្លៃហ៊ុន Nokia នៅពេលដែលចេញព័ត៌មាននឹងមកគឺបូកឡើង 21% នៅថ្ងៃទី29នេះហើយគ្រាន់តែចេញព័ត៌មានថា Nvidia វិនិយោគចូលក្រុមហ៊ុន Nokia គឺឃើញថាមានអ្នកផ្ញើសារមកខ្ញុំជាច្រើនថារបៀបទិញហ៊ុនហ្នឹងគឺធ្វើបែបម៉េចនិយាយទៅដើម្បីអាចទិញហ៊ុន Nokia បានឬក៏ហ៊ុនផ្សេងៗនៅអាមេរិកឬនៅចិនឯផ្សេងៗយើងត្រូវការគណនីសិនគណនីជួញដូរដែលយើងអាចបើកបាននៅតាម Interactive Broker ហើយនិយាយតាមត្រង់ទាក់ទងនឹងទូរស័ព្ទ Nokia ខ្ញុំ surprise មែនទែនហើយក៏ដូចមានសេចក្តីសង្ឃឹមមួយនៅពេលដែលឃើញ Nvidia ទៅវិនិយោគលើក្រុមហ៊ុនដែលគិតថាវាដូច dinosaur ហើយព្រោះថាមានអនុស្សាវរីយ៍ជាច្រើនពីក្មេងមកជាមួយ Nokia ហើយទូរស័ព្ទខ្ញុំដែលកាន់ដៃដំបូងគឺ Nokia មួយនេះដែលការនឹងគឺក្រាស់មែនទែនគ្រាន់តែឡានធ្លាក់នៅតាមផ្លូវក៏ជន់អត់បែកដែរនិយាយទៅក្រាស់រហូតដល់កប់គ្នាខ្ញុំកប់យកកប់មិត្តភ័ក្ដិក៏វត្តបែកដែរចង់បានអាសេរីនឹងមកវិញលក្ខណៈ AI បើសិនជាអាចទៅរួចតែខ្ញុំគិតថាដូចមិនសូវជាមានសង្ឃឹមទេដែល Nokia នឹងបញ្ចេញទូរស័ព្ទមកម្ដងទៀតប៉ុន្តែចាំមើលជាស្ដែងអញ្ចឹងអ្នកដែល fan របស់ N7 របស់ Nokia បើសិនជាចាប់អារម្មណ៍ចង់ support ហ៊ុន Nokia ឬក៏ទិញហ៊ុន Nokia មួយនេះប្រហែលជានឹងជាឱកាសមួយដើម្បីវិនិយោគចូលក្រុមហ៊ុនដែលយើងស្រឡាញ់តាំងពីក្មេងមកបាទគុណ